បាទសូមជម្រាបសួរខ្ញុំបាទវិជ្ជបណ្ឌិតភូលវិធីឯកទេសជំងឺបេះដូងនិងសរសៃឈាមថ្ងៃនេះខ្ញុំសូមលើកប្រធានបទមួយដែលទាក់ទងនឹងជំងឺខូចប្រេះបេះដូងអ្វីទៅជាប្រេះបេះដូងប្រេះបេះដូងនៅក្នុងបេះដូងយើងមាន4ហើយមុខងាររបស់ប្រេះបេះដូងគឺក្នុងការទប់ឲ្យឈាមរត់នៅក្នុងបេះដូងទៅចិញ្ចឹមសរីរាង្គរបស់យើងនៅក្នុងទិសដៅតែមួយក្នុងករណីដែលខូចប្រេះបេះដូងបានន័យថាប្រេះបេះដូងគាត់បិទមិនជិតដូច្នេះឈាមអាចច្រាលមកថតបេះដូងខាងលើឬក៏ច្រាលទៅសួតឲ្យហើមសួតហត់ក្នុងករណីខ្លះប្រេះបេះដូងត្បៀតរួមដែលគេហៅថាជំងឺរួមប្រេះបេះដូងដែលអាចឲ្យគាត់ស្ដែងចេញជារោគសញ្ញាផ្សេងរោគសញ្ញាមានដូចជាហត់នៅពេលដែលគាត់ធ្វើអ្វីមួយឬក៏មានការហើមសួតឬក៏ហើមជើងហើមនៅកន្លែងផ្សេងហើយពេលខ្លះអាចស្ដែងចេញជាការវិលមុខឬក៏សន្លប់ក្នុងករណីដែលគាត់បៀតប្រេះបេះដូងដែលធ្វើឲ្យឈាមមិនអាចរត់ទៅចិញ្ចឹមសរីរាង្គ